ឈួតឲ្យលំបាកវឹកហាត់មែនទែនហាត់4ឆ្នាំហើយនៅតែហាត់បានតែ3ជាន់គ្មានហេតុផលសោះឬក៏មកពីសម្រស់របស់ខ្ញុំបំពេញមេឃពេកទើបធ្វើឲ្យទេវតាច្រណែនធ្វើឲ្យខ្ញុំវឹកហាត់លំបាកម្លេះបងប្រុសលីមានរឿងអីស្រែកដូចគេសម្លាប់ជ្រូកអីចឹងគ្មានអីទេគ្រាន់តែមួយរយៈនេះទល់លាមកបន្តិចស្រែកឲ្យខ្លាំងបន្តិចដើម្បីជួយបន្ទោរបងចាងយ៉ងហ្វូឯងមកធ្វើអីមេដឹកនាំនិកាយឲ្យឯងទៅជួបមួយផ្លែតប្រហែលជាចង់ប្រាប់ឯងថាប្អូនស្រីលីនជិតភ្ជាប់ពាក្យជាមួយមេនិកាយវ័យក្មេងសៀវជេនយីនៃនិកាយភៀវម៉ៅនិយាយលបយូរយ៉ាវជាគូដណ្ដឹងរបស់ខ្ញុំមិនក៏អាចរៀបការជាមួយអ្នកដទៃទៅខ្ញុំនិយាយលបឬអត់ឯងទៅសួរគេទៅក៏ដឹងដែរខ្ញុំដឹងហើយរៀបការជាមួយប្អូនស្រីលីនមិនបានឯងគ្រាន់តែជាមនុស្សអត់ប្រយោជន៍តែប៉ុណ្ណោះប្រហែលជាលើកនេះជាលើកចុងក្រោយហើយដែលខ្ញុំហៅឯងថាបងប្រុសហាកន្លែងភ្នំទេពកាត់មកហាមស្រឡាញ់គ្នាឈួតឲ្យឯងរោគស្លាប់ហើយក្តីមេរមបើហ៊ានបន្ទោរបងទៀតឪពុកឯងនឹងមិនឲ្យពួកឯងត្រឡប់ទៅទេអូហូអីគេហ្នឹងឯងទុកជាគិតថាឪពុកឯងងាយបោកមែនទេទុកថាពួកឯងពូកែចុះរងចាំមើលពេលឪពុកឯងរៀនប្រើដាវហោះបាននឹងចាប់ពួកឯងបោះចូលបង្គន់ហើយយូរយ៉ាវនាងមកហើយបងប្រុសលីហេតុអ្វីបានជាមានរបស់ប្លែកច្រើនយ៉ាងនេះនៅលើខ្លួនបងមិនអាចនិយាយថាជាលីមកបានទេបើអញ្ចឹងមិនល្បីពេញភូមិទៅហើយនេះជាគ្រឿងតុបតែងសម្លៀកបំពាក់ដែលពេញនិយមបំផុតឆ្នាំនេះជាសិល្បៈចម្លាក់លៀនកាលពី2ថ្ងៃមុនខ្ញុំបានអញ្ជើញជាងកាត់ដេរដ៏ចំណានក្នុងទីក្រុងមកធ្វើតាមទំហំខ្លួនខ្ញុំផ្ទាល់យ៉ាងម៉េចដែរមើលទៅស្រស់សង្ហាណាស់មែនទេហេតុអ្វីមើលទៅដូចជាលៀនមកបន្តិចយូយ៉ាវនាងពិតជាមានភ្នែកទិព្វមែននេះគឺជារបស់ដែលបង្កើតឡើងដោយយកលៀនមកធ្វើជាគំរូមានឈ្មោះថាចម្លាក់លៀនលាមកក្នុងโลกនេះមិនមានជាងកាត់ដេរប៉ុន្មានអ្នកទេដែលចេះធ្វើវាជាស្នាដៃដ៏ខ្ពង់ខ្ពស់មួយប៉ុន្តែយូយ៉ាវនាងរកខ្ញុំមានការអីនាងវឹកហាត់យ៉ាងម៉េចដែរវឹកហាត់ក៏មិនអីដែរប៉ុន្មានថ្ងៃទៀតគឺជាថ្ងៃកំណើតអូនគម្រប់19ឆ្នាំនេះជាកាដូសម្រាប់អូនបងប្រុសលីអរគុណបងដែលបានជួយសង្គ្រោះខ្ញុំកាលពីមុនយូយ៉ាវមិនបាច់គួរសមទេខ្ញុំជាបរិសុទ្ធល្អម្នាក់ដែលមានការទទួលខុសត្រូវមានស្មារតីទទួលខុសត្រូវនិងមានការតស៊ូខ្ពស់បងប្រុសលីខ្ញុំមានរឿងខ្លះចង់និយាយជាមួយបងអូននិយាយមកបងប្រុសលីបងជាមនុស្សល្អម្នាក់ប៉ុន្តែយើងមិនសមគ្នាទេអូនមានន័យយ៉ាងម៉េចបងប្រុសលីចាក់ចេញពីខ្ញុំទៅបងនឹងជួបមនុស្សដែលស័ក្តិសមជាមួយបងជាងយើងនៅជាមួយគ្នា4ឆ្នាំហើយអូនគ្មានអារម្មណ៍អ្វីបន្តិចសោះចំពោះបងមែនទេទីបំផុតយើងនឹងក្លាយជាមនុស្សមកពីភពផែនដីផ្សេងគ្នាដោយសារតែការបណ្ដុះបណ្ដាលខុសគ្នាជាងបែកគ្នាទាំងមិនសប្បាយចិត្តនៅទីបញ្ចប់គួរតែបញ្ចប់រឿងទាំងអស់នេះឲ្យបានឆាប់យូយ៉ាថ្ងៃនេះអូនបានបោះបង់ចោលចំណងស្នេហារវាងយើងហើយជាតិមុខយើងនឹងគ្មានឱកាសទៀតទេអូនគិតច្បាស់ហើយមែនទេសម្រាប់យើងនេះជាជម្រើសល្អបំផុតគ្រូសាទេពមិនពេញចិត្តអូនទេចុះហេតុអ្វីអូននៅតែរឹងរូសផ្លែត្រសក់ដែលបង្ខំឲ្យទុំមិនផ្អែមទេប្អូនស្រីលីអ្នកសប្បាយចិត្តលោកមេបតាលោករកខ្ញុំមានការអីក៏មិនមានរឿងធំដុំអីដែរគ្រាន់តែប្រាប់អ្នកមួយមកថារឿងអាពាហ៍ពិពាហ៍របស់អ្នកជាមួយយីយ៉ាវត្រូវបញ្ឈប់ត្រឹមនឹងអាពាហ៍ពិពាហ៍របស់អ្នកជាមួយយូយ៉ាវត្រូវបានលុបចោលដោយហេតុនេះអ្នកក៏ដឹងដែរយីយ៉ាវជាកូនស្រីដែលពិបាករកបានក្នុងរយៈពេល100ឆ្នាំរបស់បាអ៊ូឈិនយើងចំណែកអ្នកខ្ញុំមិនបាច់និយាយច្រើនទៀតទេមែនទេដូច្នេះពួកអ្នកទាំងពីរមិនស័ក្តិសមគ្នាទេប៉ុន្តែអ្នកកុំបារម្ភអីខ្ញុំនឹងផ្ដល់សំណងឲ្យអ្នកនៅទីនេះមានធំវិញ្ញាណកម្រិតទាប30ដុំយកទៅចុះក្រៅពីនេះយីយ៉ាវបានក្លាយជាគូដណ្ដឹងរបស់អ្នកផ្សេងហើយខ្ញុំមិនចង់ឃើញអ្នកនៅក្បែរនាងទេចេញពីបាអ៊ូឈិនភ្លាមទៅ30ឆ្នាំនៅហ៊ឺណាន30ឆ្នាំនៅហ៊ឺប៉ៃគ្រាន់តែជាមនុស្សអន់ម្នាក់សោះថែមទាំងគិតថាខ្លួនឯងថ្លៃថ្នូរទៀត30ឆ្នាំហ៊ឺណានគឺជាអីគេទៅអត់បានរៀនសូត្រអីសោះភីម៉ែលោកម៉ែនៅណាខ្ញុំគួរទៅទីណាអូទេវតាបិសាចឯងជាស្អីទៅហ្នឹងហ៊ានស្ដោះទឹកមាត់ដាក់ឯងហើយខាប់ទៀតឈួតហើយមិនមែនទឹកមាត់ទេគឺស្លេះអាហា10000ឆ្នាំហើយអញមិនដែលត្រូវគេមើលងាយបែបនេះទេមាត់អាបាតនេះរឹងណាស់វាប៉ុណ្ណឹងហើយក៏មិនព្រមអង្គវដែរហេតុអីបានជាស្ដោះស្លេះដាក់ឯងបើមិនពន្យល់ឲ្យសមហេតុផលអញនឹងវាអាបាតឯងឲ្យស្លាប់ខ្ញុំនិយាយស្អីទៅឯងឲ្យឱកាសខ្ញុំនិយាយទេខ្ញុំទើបតែហើបមាត់ឯងក៏ធាក់ខ្ញុំវិលមកព្រើភ្នែកបាត់ទៅហើយខ្ញុំនិយាយយ៉ាងម៉េចទៅហាក់ដូចជាពិតជាមិនបានផ្ដល់ឱកាសឲ្យនិយាយមែនខ្ញុំគ្រាន់តែពិនិត្យមើលស្ថានភាពរាងកាយឯងប៉ុណ្ណោះមានសុខភាពល្អណាស់ស្អីគេរឿងសម្ដីអត់ប្រយោជន៍បែបនេះក៏ហ៊ាននិយាយចេញមកគឺគេចាត់ទុកខ្ញុំជាមនុស្សល្ងងទាំងសឹកខ្ញុំគឺជាទេវតាដែលនៅក្នុងមេដាយយុគឯងបានធ្វើឲ្យខ្ញុំរស់ឡើងវិញចាប់ពីពេលនេះទៅខ្ញុំនឹងផ្លាស់ប្ដូរជីវិតឯងទាំងស្រុងពិតមែនឬមិនមែនទេខ្ញុំត្រឡប់ចូលទៅក្នុងមេដាយយុគវិញហើយទេវតារៀមច្បង
ពាក់កណ្ដាលជីវិតដែលនៅសល់របស់ខ្ញុំពឹងផ្អែកលើលោកទាំងអស់ហើយចិត្តហើយអ្នកអាចហៅខ្ញុំថាយូយសៀនរិនខ្ញុំនឹងស្នាក់នៅក្នុងខ្លួនរបស់អ្នកចាប់ពីពេលនេះទៅកូនក្មេងជូតទឹកមាត់ឲ្យខ្ញុំស្អាតទៅ សូមអបអរសាទរម្ចាស់ផ្ទះដែលបានទទួលប្រព័ន្ធ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងតាមលក្ខណៈពិសេសរបស់ម្ចាស់ផ្ទះ ដោយសារតែម្ចាស់ផ្ទះមានមុខក្រាស់អាចនិយាយបានថាគ្មានកេរ្តិ៍ខ្មាស់ ដូច្នេះបានបើកប្រព័ន្ធក្មេងស្ទៀវសម្រាប់ម្ចាស់ផ្ទះ ប្រព័ន្ធទើបតែចាប់ផ្ដើមត្រូវការអាប់ដេតទិន្នន័យដូច្នេះត្រូវប្រើប្រាស់ជាបណ្ដោះអាសន្ន អ្នកមិនមែនយូយសៀនរិនទេមិនបានខ្លាយជាប្រព័ន្ធទៅវិញមិនក៏ឯងមានសំណួរច្រើនម្ល៉េះខ្ញុំគ្រាន់តែសួរថាឯងចង់ផ្លាស់ប្ដូរវាសនាឬអត់ខ្លាយជាទេពបុត្រក្នុងក្រសែភ្នែកនារីចង់បើចង់គឺបានគុំនិយាយច្រើនគុំរំខានខ្ញុំដំឡើងកំណែហា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 ខ្ញុំនឹងបោកហើយហឺ ទីង សិនមេងរយរូបសម្រាប់ 9.6 បើកបេសកម្មវីគូតសិនមេងរើទទួលបានស្វែងយល់គម្ពីរគុណមួយសន្លឹក វីគូតអូយអូយអូយបានស្វែងយកគម្ពីរគុណនឹងជាស្អីគេយូស៊ីនិនលោកតាការយល់ដឹងក្បាច់គុណគឺមិនថាអ្នករៀនក្បាច់គុណណាក៏ដោយឲ្យតែ6សន្លឹកគឺអាចបង្កើនកម្រិតនៃការស្ទាត់ជំនាញនេះនឹងអនុញ្ញាតឲ្យអ្នកឈានទៅដល់កម្រិតខ្ពស់នៃភាពស្ទាត់ជំនាញលោកតាលោកឲ្យខ្ញុំជាយុវជនខ្លះពូកែម្នាក់ដែលហាត់បាន3កម្រិតទៅថតគូស្រីម្នាក់នៅតាមផ្លូវក្រោមពន្លឺថ្ងៃហើយនាងជាអ្នកបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានទៀតតើលោកចង់ឲ្យខ្ញុំស្លាប់នៅទីនេះឯងគូស្អីគុំរំខានអញគេងយ៉ាងណាក៏ដោយភារកិច្ចខ្ញុំឲ្យហើយបើធ្វើក៏ធ្វើមិនធ្វើក៏ទៅបាត់ទៅគុំរំនៅទីនេះច្រើនហើយទៅថ្ងៃមុខអញគ្រាន់តែទទួលខុសត្រូវក្នុងការដាក់កិច្ចការប៉ុណ្ណោះរាល់បញ្ហាទាំងអស់អញមិនបកស្រាយចាប់ពីពេលនេះទៅខ្ញុំនឹងទទួលខុសត្រូវតែលើការបង្ហោះកិច្ចការប៉ុណ្ណោះខ្ញុំនឹងមិនឆ្លើយសំណួរណាមួយឡើយគុំសួរអញទៀតគួរឲ្យពេកប្រព័ន្ធសម្រាមស្អីគេនឹងគ្មានការអត់ធ្មត់បន្តិចសោះក៏មិនដឹងថាតើវាចង់បោកអញឬអត់ក្រែងលោថតទៅគ្មានអ្វីទេអញចប់ហើយមិនដឹងជាត្រូវគេវាសម្លាប់ទេធ្វើមិនទៅថតឬមិនថតក៏អស់សង្ឃឹមមួយជីវិតដែរថតទៅនៅមានឱកាសលេងល្បែងទៅស្លាប់ក្រោមផ្កាភូមិក៏ដោយធ្វើខ្មោចក៏នៅតែសង្ហាអាចថតគូស្រីស្អាតបែបនេះក៏ចាត់ទុកថាមិនខាត់បង់មួយជីវិតដែរអាហោ